ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរយើងត្រឡប់មកវិញជាមួយនឹងការសម្រាយនៅខ្សែភាពយន្តថ្មីមួយទៀតដែលមានចំណងជើងថា Snake Eye ដែល Snake Eye មួយនេះក៏ត្រូវបានដឹងថាជាតួអង្គនិនចាម្នាក់ដែលមានសមត្ថភាពខ្លាំងពូកែក៏ដូចជាសមត្ថភាពដ៏ជំនាញនៃការប្រយុទ្ធដែលប្រើប្រាស់ដាវរបស់គាត់ផងដែរហើយយើងក៏ធ្លាប់បានឃើញគាត់នៅក្នុងខ្សែភាពយន្ត G.I. Joe កន្លងមកដូចគ្នាហើយខ្សែភាពយន្តមួយនេះផងដែរក៏ត្រូវបានដឹងថាជារឿងតូចដែលបានផលិតឡើងដោយនិយាយអំពីប្រវត្តិរបស់ Snake Eye ប៉ុន្តែវានឹងក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងខ្សែស្រឡាយនៃខ្សែភាពយន្ត G.I. Joe នោះឡើយហើយដូច្នេះហើយដើម្បីអាចដឹងថាខ្សែភាពយន្តមួយនេះគឺនឹងមានដំណើរដើមតងទៅមុខទីជើងណានោះយើងនឹងមករីករាយជាមួយនឹងការសម្រាយទាំងអស់គ្នាដូចទៅខ្សែភាពយន្តមួយនេះផងដែរគឺបានចាប់ផ្ដើមឡើងនៅក្នុងទីក្រុង Washington ក្នុងកំឡុងកាល20ឆ្នាំមុនដែលគេក៏បានបង្ហាញយើងឃើញអំពីវត្តមាននៃឪពុកកូនចំនួន2នាក់ដែលពួកគេនឹងគឺកំពុងតែធ្វើការបណ្ដាលម៉ូតូឆ្លងកាត់ព្រៃដ៏ជ្រៅឆ្ពោះដំណើរទៅកាន់ទីតាំងនៃតំបន់ផ្ទះដ៏ស្ងាត់របស់ពួកគេហើយនៅពេលនោះផងដែរយើងក៏បានឃើញអំពីសកម្មភាពនៃតួអង្គរបស់ឪពុកដែលគាត់នៅក្នុងកំឡុងពេលនេះគឺហាក់បីដូចជាត្រូវបាននរណាម្នាក់ធ្វើការតាមប្រម៉ាញ់ដើម្បីចាប់ខ្លួនទៅកាន់គាត់ដូច្នោះដែរបន្ទាប់ពីនោះកម្មបណ្ដោះក្នុងកំឡុងពេលយប់ឡើងដោយសារតែបានដឹងថាក្នុងកំឡុងពេលនេះពួកគេគឺមិនមានសុវត្ថិភាពទីនោះឡើយគាត់ក៏បានប្រាប់ឲ្យកូនប្រុសធ្វើការទម្លាក់ខ្លួនទៅនៅមុនពេលដែលសត្រូវរបស់គាត់គឺបានធ្វើដំណើរចូលមកដល់ហើយបន្ទាប់ពីនោះមួយបងធំនៃសត្រូវរបស់គាត់នឹងក៏បានធ្វើដំណើរដល់ចូលមកដល់ដោយគេគឺបានទុកឱកាសឲ្យគាត់ដើម្បីរស់រានមានជីវិតជាមួយនឹងលទ្ធផលនៃការផ្សងសំណាងរបស់ក្របលោកឡារបស់គាត់ដែលពេលដែលជាបងធំក៏បានប្រាប់ទៅកាន់បរិសុទ្ធដែលជាឪពុកផងដែរថាបើសិនណាជាលទ្ធផលនៃក្របលោកឡារបស់គាត់នេះគឺបានបោះទៅឃើញចំនួនធំពួកគេក៏នឹងយល់ព្រមដើម្បីទុកជីវិតឲ្យគាត់ប៉ុន្តែបើសិនណាជាលទ្ធផលនៃក្របលោកឡាមនុស្សគឺបានបោះទៅឃើញចំនួនតូចនោះពួកគេក៏នឹងធ្វើការសម្លាប់ផ្ដាច់ជីវិតគាត់នៅក្នុងកំឡុងពេលនោះដូចគ្នាបន្ទាប់ពីនោះបរិសុទ្ធដែលជាឪពុកនឹងក៏បានធ្វើការបោះក្របលោកឡាដើម្បីផ្សងសំណាងជាមួយនឹងពួកគេប៉ុន្តែជាអកុសលនៅក្នុងខណៈពេលនោះលទ្ធផលនៃក្របលោកឡារបស់គាត់នេះគឺបានបោះចេញមកទៅជាចំនួនលេខ1ទាំងពីរគ្រាប់តែម្ដងដែលនេះក៏មានន័យថាគាត់នឹងគឺទទួលបាននៅក្របលោកឡាចំនួន2គ្រាប់ឬក៏ Snake Eye នោះឯងហើយដោយសារតែលទ្ធផលនៃក្របលោកឡារបស់គាត់មានចំនួនតិចបែបនេះក៏នឹងមានន័យថាគាត់នឹងត្រូវបានក្រុមឃាតករទាំងអស់នោះធ្វើការសម្លាប់គាត់នៅក្នុងខណៈពេលនោះដូចគ្នាប៉ុន្តែនៅក្នុងកំឡុងពេលដែលពួកឃាតករមានបំណងចង់ដកកំភ្លើងធ្វើការបាញ់សម្លាប់ផ្ដាច់ជីវិតទៅកាន់គាត់ទៅហើយកូនប្រុសរបស់គាត់ដែលបានឃ្លាំមើលនៅជ្រុងម្ខាងក៏បានបង្ហាញខ្លួនចេញមកដើម្បីចង់ជួយសង្គ្រោះទៅកាន់ឪពុករបស់ខ្លួនហើយដោយសារតែបានឃើញបែបនេះបរិសុទ្ធដែលជាឪពុកក៏បានបដូរជីវិតដើម្បីការពារវត្តមាននៃកូនប្រុសរបស់គាត់និងធ្វើការទប់ទល់ជាមួយនឹងក្រុមឃាតករទាំងអស់នោះដើម្បីផ្ដល់ឱកាសឲ្យកូនប្រុសរបស់គាត់រត់ចាកចេញអំពីទីតាំងមនុស្សហើយបន្ទាប់ពីនោះនៅពេលដែលបានឃើញថាកូនប្រុសរបស់គាត់នេះគឺបានរត់ចាកចេញអំពីផ្ទះមនុស្សហើយបរិសុទ្ធដែលជាឪពុកក៏បានបង្ហាញជាមួយនឹងស្នាមញញឹមចេញមកក៏ព្រោះតែគាត់នេះគឺបានជួយសង្គ្រោះអាយុជីវិតរបស់កូនគាត់បានសម្រេចតែនៅចុងក្រោយគាត់នឹងក៏ត្រូវបានក្រុមឃាតករទាំងអស់នោះធ្វើការបាញ់សម្លាប់ផ្ដាច់ជីវិតទៅកាន់គាត់បាត់ទៅមិនតែប៉ុណ្ណោះពួកក្រុមឃាតករទាំងអស់នោះពួកវានឹងក៏បានធ្វើការដុតបំផ្លាញទៅកាន់ផ្ទះរបស់គាត់ថែមទៀតហើយជាមួយនឹងទស្សនវិជ្ជានៃភាពសោកសៅមួយនេះកូនប្រុសរបស់គាត់ក៏បានឈរមើលនៅពីខាងក្រៅជាមួយនឹងអារម្មណ៍ឈឺចាប់និងគំនុំនៅក្នុងចិត្តរបស់គេជាខ្លាំងកម្មដល់ក្នុងកំឡុងពេលបច្ចុប្បន្ននេះវិញក្មេងប្រុសម្នាក់នោះនៅក្នុងខណៈពេលនេះគេនឹងក៏បានធំពេញវ័យបាត់ទៅហើយជាមួយនឹងលទ្ធផលនៃក្របលោកឡារបស់ឪពុកគេក៏បានដាក់ឈ្មោះរបស់ខ្លួនថាជា Snake Eye ហើយនៅក្នុងកំឡុងពេលនេះផងដែរ Snake Eye ក៏បានក្លាយទៅជាអ្នកប្រយុទ្ធនៅក្នុងទ្រុងនិងបានធ្វើការប្រយុទ្ធតទល់ជាមួយនឹងបរិសុទ្ធម្នាក់ដែលមានមេត្តាធំជាខ្លាំងដើម្បីដណ្ដើមជាមួយនឹងប្រាក់រង្វាន់ហើយបើទោះបីជាពីដំបូង Snake Eye នេះគេហាក់បីដូចជាបានចាញ់ប្រៀបទៅកាន់បរិសុទ្ធម្នាក់នោះប៉ុន្តែនៅទីបំផុតគេនឹងក៏អាចមានឱកាសដើម្បីរឹតកោតបរិសុទ្ធម្នាក់នោះជាមួយនឹងចង្វាក់សម្រាប់គេឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងខណៈពេលនោះបាត់ទៅហើយជាមួយនឹងសមត្ថភាពនិងស្នាដៃដ៏មិនធម្មតារបស់ Snake Eye វានឹងក៏បានធ្វើឲ្យបរិសុទ្ធម្នាក់ដែលមានឈ្មោះថា Kenta ដែលបានឈរមើលនៅពីជ្រុងម្ខាងទៀតគេនឹងគឺពិតជាមានការពេញចិត្តជាមួយនឹងសមត្ថភាពដ៏ខ្លាំងពូកែរបស់គាត់ជាខ្លាំងបន្ទាប់ពីនោះអបេ Kenta នឹងក៏បានធ្វើដំណើរស្កាត់មកជួបជាមួយនឹងវត្តមានរបស់ Snake Eye និងបានធ្វើការលើកបង្ហាញទៅកាន់គេអំពីព័ត៌មានមួយចំនួនដែលខ្លួននេះគឺបានរកបានពាក់ព័ន្ធជាមួយនឹងប្រវត្តិរបស់ Snake Eye និងបានបញ្ជាក់ថាគេគឺបានស្គាល់និងបានដឹងអំពីប្រវត្តិមួយចំនួនពាក់ព័ន្ធជាមួយនឹង Snake Eye ផងដែរហើយមិនតែប៉ុណ្ណោះតាមរយៈបទពិសោធន៍ជាមួយនឹងការប្រឡូកជាច្រើនឆ្នាំជាមួយនឹងក្រុមសង្គមងឹតមួយនេះ Kenta គេនឹងក៏បានបញ្ជាក់ផងដែរថាគេនឹងគឺអាចមានលទ្ធភាពក្នុងការជួយទៅកាន់ Snake Eye ដើម្បីស្វែងរកអំពីឃាតករដែលបានសម្លាប់ទៅកាន់ឪពុករបស់ខ្លួនប៉ុន្តែ Kenta គេនឹងក៏មានខសន្យាផងដែរថាបើសិនណាជា Snake Eye នឹងគឺចង់ឲ្យគេជួយទៅកាន់ខ្លួនក្នុងការស្វែងរកអំពីវត្តមាននៃឃាតករម្នាក់នោះដែលខាតគឺតម្រូវឲ្យ Snake Eye យល់ព្រមចូលរួមនឹងធ្វើការងារមួយចំនួនទៅឲ្យ Kenta ដូចគ្នាហើយ Snake Eye តាំងតែពីតូចរហូតមកដល់ពេលនេះក៏ដៅនឹងក្តីបំណងដ៏ធំនៅក្នុងចិត្តរបស់ខ្លួនគឺជាការសងសឹកចំពោះការស្លាប់របស់ពួកគេនោះក្រោយបានលើអបេ Kenta និយាយបែបនេះហើយនៅទីបំផុត Snake Eye នឹងក៏បានយល់ព្រមចោះចូលជាមួយនឹងអបេ Kenta ម្នាក់នោះដែលយើងនឹងក៏បាននឹងផងដែរថាតាមពិតអបេ Kenta ម្នាក់នេះវានឹងគឺជាមេធំនៃមេក្រុមបងធំ Yakuza ដែលមានឥទ្ធិពលនិងអំណាចដ៏ខ្លាំងក្លាបំផុតនៅក្នុងទីក្រុង Los Angelesបន្ទាប់ពីនោះយើងនឹងក៏បាននឹងផងដែរថាការងារដែលអបេ Kenta គឺបានផ្ដល់ Snake Eye ដើម្បីធ្វើឲ្យគេនោះវានឹងគឺជាការងារដែលពាក់ព័ន្ធជាមួយនឹងការជួញដូរអាវុធពីទឹកដីនៃសហរដ្ឋអាមេរិកធ្វើការដឹកជញ្ជូនទៅកាន់ទឹកដីនៃប្រទេសជប៉ុននោះឯងដោយពួកគេនឹងគឺបានធ្វើការដាក់បន្លំជាមួយអាវុធទាំងអស់នោះទៅក្នុងពោះរបស់សត្វត្រីដើម្បីគេចចេញពីការចាប់អារម្មណ៍របស់ក្រុមប៉ូលីសហើយកំឡុងពេលនៃការបំពេញការងារអបេ Kenta មួយនេះ Snake Eye
គេនឹងក៏មានការចាប់អារម្មណ៍និងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងវត្តមាននៃបរិបម្នាក់ដែលមានឈ្មោះថា Tommy ក៏ព្រោះតែគេនឹងក៏បានឃើញអំពីភាពស្មោះត្រង់ជាមួយនឹងអត្តចរិតដ៏ល្អរបស់ Tommy នោះឯងប៉ុន្តែកន្លងពីនោះមិនយូរប៉ុន្មានសមាជិកភាពពិតប្រាកដរបស់ Tommy នឹងក៏ត្រូវបានបពុនៃក្រុម Yakuza របស់ Kenta នឹងក៏បាននឹងដូចគ្នាតែតាមពិតទៅ Tommy គេនឹងក៏ជាសមាជិកនៃក្រុម Yakuza មួយផ្សេងទៀតដែលបានធ្វើការបន្លំខ្លួនចូលមកក្នុងបកនៃក្រុម Yakuza របស់ Kenta ដើម្បីធ្វើការស៊ើបការនិងស្វែងរកអំពីភស្តុតាងពាក់ព័ន្ធជាមួយនឹងចំនួនខុសច្បាប់របស់ក្រុម Kenta នេះឯងហើយបន្ទាប់ពីនោះក្រោយពីបានចាប់ខ្លួនទៅកាន់ Tommy ហើយនោះ Kenta គេនឹងក៏បានបញ្ជាឲ្យ Snake Eye ធ្វើការដកកំភ្លើងដើម្បីបាញ់សម្លាប់ទៅកាន់ Tommy តែម្ដងប៉ុន្តែនៅពេលដែលបានភ្ជង់កំភ្លើងនិងបានសម្លឹងទៅមើលកែវភ្នែករបស់ Tommy ហើយនោះនៅទីបំផុត Snake Eye នឹងក៏បានសម្រេចចិត្តមិនធ្វើការបាញ់សម្លាប់ទៅកាន់ Tommy នោះឡើយដោយគេគឺបានឲ្យតម្លៃចំពោះមិត្តភាពរបស់ខ្លួនជាមួយនឹង Tommy ជាជាងការធ្វើការងារខុសច្បាប់ជាមួយនឹង Kenta មួយនេះហើយបន្ទាប់ពីនោះ Tommy ជាមួយនឹង Snake Eye ក៏បានធ្វើការសហការគ្នាដើម្បីធ្វើការប្រយុទ្ធតទល់ជាមួយនឹងកូនចៅជាច្រើនរបស់ Kenta មួយនោះបន្ទាប់ពីនោះនៅពេលដែលពួកគេនឹងគឺអាចមានឱកាសដើម្បីរត់ចាកចេញអំពីទីតាំងនោះ Tommy គេនឹងក៏បានកលេចទៅឃើញអំពីវត្តមានរបស់ Kenta ហើយភ្លាមនោះគេនឹងក៏បានចាប់ទាញដែរដើម្បីហកកាប់ទៅកាន់ Kenta តែម្ដងហើយបើមើលទៅលើការប្រយុទ្ធរបស់ពួកគេយើងនឹងក៏បានដឹងផងដែរថាតាមពិតទៅ Kenta ជាមួយនឹង Tommy ពួកគេនឹងក៏ជាមនុស្សដែលបានស្គាល់គ្នាតាំងតែពីមុននោះឯងហើយនៅពេលដែលពួកគេបានប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហត់ឈាមនៅក្នុងទីតាំងនោះពួកគេក៏បានឃើញថាវត្តមាននៃកូនចៅរបស់ Kenta ជាច្រើនគឺបានធ្វើដំណើរចូលមកដល់ហើយដោយសារតែបែបនេះហើយ Tommy ជាមួយនឹង Snake Eye ក៏បានបញ្ញាចាកចេញអំពីទីតាំងនោះដោយពួកគេនេះក៏បានព្យាយាមបញ្ឆេះឡានដើម្បីបើកចាកចេញអំពីទីតាំងនោះខណៈពេលដែលពួកកូនចៅរបស់ Kenta ក៏បានព្យាយាមដើម្បីវាយប្រហារទៅកាន់ពួកគេដូចគ្នាហើយនៅពេលដែលពួកគេគឺត្រូវបានកូនចៅរបស់ Kenta ធ្វើការចោមរោមដើម្បីវាយប្រហារចាក់សម្លាប់ទៅកាន់ពួកគេហើយនោះភ្លាមៗក៏ស្រាប់តែវត្តមាននៃក្រុមប៉ូលីសក៏បានធ្វើដំណើរចូលមកដល់ដែលជាហេតុបណ្ដាល Tommy ជាមួយនឹង Snake Eye ក៏អាចមានឱកាសខ្លួនចាក់ចេញអំពីទីតាំងនោះបានសម្រេចបន្ទាប់ពីនោះ Tommy ដែលសារតែបានដឹងគុណថា Snake Eye នឹងក៏បានជួយសង្គ្រោះអាយុជីវិតរបស់គាត់ក៏បានសម្រេចចិត្តនាំវត្តមានរបស់ Snake Eye ធ្វើដំណើរទៅកាន់ទីតាំងនៃផ្ទះរបស់គាត់ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសជប៉ុនហើយកំឡុងពេលនៃការធ្វើដំណើរនោះ Tommy នឹងក៏បានឆ្លៀតនិយាយបញ្យល់ប្រាប់ទៅកាន់ Snake Eye ផងដែរថាគេនឹងគឺជាសមាជិកនៃបក Yakuza មួយដែលមានឈ្មោះថា Arashikage ហើយមិនតែប៉ុណ្ណោះ Tommy ជាមួយនឹង Kenta មួយនេះពួកគេនឹងគឺសសឹងតែជាអ្នកបន្តវេននៃបក Arashikage មួយនោះប៉ុន្តែក្រោយមកនៅពេលដែលពួកគេនឹងក៏បានរកឃើញថា Kenta មួយនោះគឺមានគំនិតអាក្រក់ចង់ធ្វើការសម្លាប់ Tommy ដើម្បីដណ្ដើមជាមួយនឹងតំណែងជាអ្នកស្នងអំណាចជាមេបករបស់បក Arashikage មួយនោះពួកគេក៏បានធ្វើការពិន័យទៅកាន់ Kenta និងបានបណ្ដេញគាត់ចេញអំពីបករបស់ពួកគេហើយដោយសារតែបែបនេះហើយ Tommy នឹងក៏បានក្លាយទៅជាអ្នកបន្តវេននិងស្នងតំណែងជាមេបក Arashikage បន្តទៀតនោះឯងហើយក្រោយមកដោយសារតែបានរកឃើញថា Kenta នឹងគឺនៅតែមានបំណងចង់ក្លាយទៅជាមេដឹកនាំនៃបក Arashikage មួយនេះដូច្នេះហើយទើបបានជា Tommy ធ្វើការបន្លំខ្លួនដើម្បីចូលទៅក្នុងបករបស់ពួកគេដើម្បីធ្វើការស៊ើបការស្វែងរកភស្តុតាងបំផ្លាញទៅកាន់គម្រោងការរបស់ Kenta ប៉ុន្តែគេនឹងក៏មិននឹកស្មាននោះដែរហេតុអ្វីបានជាគម្រោងនៃផែនការរបស់ពួកគេគឺត្រូវបានបកពួកនៃក្រុមកូនចៅរបស់ Kenta គឺអាចស្វែងរកឃើញហើយបន្ទាប់ពីបានធ្វើដំណើររយៈពេលជាយូរនៅទីបំផុតអ្នកទាំងពីរនឹងក៏បានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសជប៉ុនបានសម្រេចហើយគេនឹងក៏បានណែនាំឲ្យយើងឃើញផងដែរអំពីទីតាំងដ៏អស្ចារ្យនៃបក Arashikage មួយនេះដែលបើទោះបីជានៅក្នុងកំឡុងពេលនេះគឺជាសម័យកាលនៃបច្ចេកវិទ្យាក៏ដោយប៉ុន្តែបក Ninja ដ៏អាចកំបាំងមួយនេះពួកគេនឹងក៏បានថែរក្សានៅទំនៀមទម្លាប់ប្រពៃណីចាស់បុរាណដ៏ខ្ជាប់ខ្ជួននិងល្អឥតខ្ចោះជាទីបំផុតដូចគ្នាហើយបន្ទាប់ពីនោះ Tommy នឹងក៏បាននាំ Snake Eye ដើម្បីទៅជួបជាមួយនឹងលោកយាយរបស់ខ្លួនដែលមានឈ្មោះថា Sen ដែលក្នុងកំឡុងពេលនេះគាត់នឹងក៏មានតួនាទីជាមេបកនៃបក Arashikage មួយនេះហើយចំណែក Tommy គេនឹងក៏បានក្លាយទៅជាអ្នកបន្តវេននៃបកមួយនេះដូចគ្នាក្នុងពេលនៃការសន្ទនារបស់ពួកគេយើងនឹងក៏បានដឹងផងដែរថាតាមពិតទៅបក Arashikage មួយនេះពួកគេនឹងគឺជាបក Ninja ដ៏អាចកំបាំងនិងបានលួចធ្វើការជាសម្ងាត់នៅពេលខាងក្រោយនៃរដ្ឋាភិបាលអស់រយៈពេលប្រមាណជាង600ឆ្នាំមកហើយពួកគេក៏តែងតែប្រើប្រាស់ជាមួយនឹងវត្តមាននៃអ្នកប្រយុទ្ធ Ninja ដើម្បីធ្វើការលូកដៃថែរក្សានិងសន្តិភាពសន្តិសុខនៅក្នុងប្រទេសជប៉ុនមួយនេះហើយនៅពេលនោះ Tommy ដែលសារតែមានបំណងចង់សងគុណទៅកាន់ Snake Eye ដែលបានជួយសង្គ្រោះអាយុជីវិតរបស់ខ្លួននោះគាត់ក៏បានស្នើសុំទៅកាន់លោកយាយ Sen ដើម្បីឲ្យយល់ព្រមទទួលយក Snake Eye ក្លាយទៅជាសមាជិកនៃបក Ninja របស់ពួកគេហើយនៅពេលដែលបានលើកបែបនេះហើយទាំងលោកយាយ Sen ក៏ដូចជានារីម្នាក់ដែលជាមេទ័ពធំនៃបក Ninja មួយនេះមានឈ្មោះថា Kiko ពួកគេក៏បានបង្ហាញពីការប្រឆាំងជាមួយនឹងបំណងរបស់ Tommy ដូចគ្នាក៏ដោយសារតែពួកគេនេះក៏មិនដែលស្គាល់អំពីប្រវត្តិជាក់លាក់ពាក់ព័ន្ធជាមួយនឹង Snake Eye នោះឡើយប៉ុន្តែនៅទីបំផុតដោយសារតែមានការព្យាយាមនិយាយអង្វរកពីសំណាក់ Tommy លោកយាយ Sen ដែលជាមេបក Arashikage មួយនេះគាត់នឹងក៏បានយល់ព្រមដើម្បីអនុញ្ញាតទទួលយក Snake Eye ដើម្បីក្លាយទៅជាសមាជិកនៃបក Arashikage របស់ពួកគេប៉ុន្តែនៅមុនពេលដែលអាចក្លាយទៅជាសមាជិកនៃបក Ninja ដ៏កំពូលរបស់ពួកគេមនុស្សបានតែខាតគឺតម្រូវឲ្យ Snake Eye ធ្វើការឆ្លងកាត់ជាមួយនឹងដំណាក់កាលនៃការសាកល្បងដ៏លំបាកទាំង3ដែលជាវិន័យដ៏តឹងរ៉ឹងរបស់បកពួកគេនៅមុនពេលដែល Ninja ទាំងអស់ក្លាយទៅជាសមាជិកនៃបក Arashikage មួយនេះហើយនៅមុនពេលនៃការចូលរួមដើម្បីសាកល្បងជាមួយនឹងវិញ្ញាសាដ៏លំបាកទាំង3របស់ពួកគេ Snake Eye ក៏បានចូលរួមដើម្បីវឹកហាត់វិជ្ជាគុណ Ninja ជាមួយនឹងពួកគេផងដែរដោយពួកគេនឹងក៏បានធ្វើការបង្
ង្វាក់គាត់ជាមួយនឹងជំនាញនៃការបំលាស់ទីការប្រយុទ្ធរបស់និនចាការបំលាស់ទីលាក់ខ្លួនក៏ដូចជាសមត្ថភាពនៃការឡើងជញ្ជាំងរបស់និនចាជាដើមបន្ទាប់ពីនោះ Snake Eye នឹងក៏បានចូលទៅដល់ការធ្វើតេស្តសាកល្បងជាមួយនឹងវិញ្ញាសាទី1របស់ពួកគេដោយវិញ្ញាសាមួយនេះតម្រូវ Snake Eye ត្រូវតទល់ជាមួយនឹងវត្តមាននៃគ្រូធំរបស់ Parashikage ដែលមានឈ្មោះថា Headmaster ដោយគោលបំណងធំនៃវិញ្ញាសារបស់ពួកគេគឺតម្រូវ Snake Eye ចេះដាក់ខ្លួនឲ្យលំទោនដើម្បីអាចយកឈ្នះទៅកាន់សត្រូវរបស់គាត់បានបន្ទាប់ពីនោះលោកគ្រូធំឬក៏ Headmaster នៃ Parashikage មួយនេះគាត់នឹងក៏បានយកជាមួយនឹងចានទឹកចំនួន2និងធ្វើការដាក់ទឹកពេញរួចហើយក៏បានផ្ដល់ឲ្យទៅកាន់ Snake Eye មួយហើយគាត់នឹងក៏បានទុកជាប់នៅខ្លួនរបស់គាត់មួយហើយគាត់នឹងគឺតម្រូវឲ្យ Snake Eye ធ្វើការប្រយុទ្ធតទល់ជាមួយនឹងគាត់ដើម្បីអាចដណ្ដើមយកចានទឹកទី2ពីកណ្ដាប់ដៃរបស់គាត់បានដែលជាការពិតណាស់លោកគ្រូធំឬក៏ Headmaster នៃបកនិនចាមួយនេះគាត់នឹងគឺពិតជាមានសមត្ថភាពដ៏ខ្លាំងពូកែនិងមិនធម្មតានោះឡើយដែលបើទោះបីជា Snake Eye នេះគឺបានព្យាយាមប្រយុទ្ធតទល់ជាមួយនឹងគាត់ដើម្បីដណ្ដើមយកចានទឹកទី2យ៉ាងណាក៏ដោយប៉ុន្តែនៅចុងក្រោយ Snake Eye នឹងក៏នៅតែត្រូវបានគាត់វាយដួលទៅលើដីនិងបានទទួលរងជាមួយនឹងបរាជ័យជាបន្តបន្ទាប់ហើយនៅពេលនោះបើទោះបីជា Snake Eye នេះក៏បានព្យាយាមម្ដងហើយម្ដងទៀតយ៉ាងណាក៏ដោយប៉ុន្តែគាត់នឹងគឺនៅតែទទួលរងជាមួយនឹងបរាជ័យម្ដងហើយម្ដងទៀតនៅក្រោមស្នាដៃរបស់លោកគ្រូធំម្នាក់នេះដែលបន្ទាប់ពីនោះនៅមុនពេលនៃការសាកល្បងជាលើកចុងក្រោយ Snake Eye ក៏បាននឹកទៅដល់សម្ដីនៃគោលបំណងធំចំពោះការធ្វើតេស្តសាកល្បងនៅលើកនេះតែពួកគេនឹងគឺចាំបាច់តម្រូវ Snake Eye ធ្វើការអោនលំទោមនិងចេះគោរពដើម្បីអាចធ្វើការយកឈ្នះទៅកាន់សត្រូវបាននោះឯងហើយនៅពេលដែលបាននឹកបែបនេះ Snake Eye នឹងក៏បានធ្វើដំណើរដើរចូលទៅរួចហើយក៏បានធ្វើការលុតជង្គង់ដើម្បីស្នើសុំចានទឹកទី2ពីលើដៃរបស់លោកគ្រូធំម្នាក់នោះហើយដោយសារតែ Snake Eye គឺបានយល់អំពីគោលបំណងពិតប្រាកដនៃការធ្វើតេស្តមួយនេះនៅទីបំផុតក៏នឹងអាចឆ្លងកាត់ជាមួយនឹងដំណាក់កាលនៃការធ្វើតេស្តទី1មួយនេះបានសម្រេចដោយជោគជ័យបន្ទាប់ពីនោះកាលមកក្នុងកំឡុងពេលយប់ Snake Eye នឹងក៏បានធ្វើការខ្ចីម៉ូតូពី Parashikage មួយនេះដើម្បីធ្វើការជិះដើរលេងលំហែកាយនៅក្នុងទីក្រុងតែតាមពិតទៅគោលបំណងនៃការធ្វើដំណើរចាកចេញរបស់ Snake Eye មួយនេះតាមពិតទៅគាត់នឹងគឺបានធ្វើដំណើរស្កាត់ទៅជួបជាមួយនឹងវត្តមានរបស់អបេខេនតាម្នាក់នោះសោះដែលជាក់ស្ដែងតាមពិតទៅ Snake Eye គាត់នឹងគឺបានលួចធ្វើការជាសម្ងាត់ឲ្យអបេខេនតាមួយនេះតាំងតែពីដំបូងមកម្ល៉េះហើយមិនថាតែការសហការគ្នាជាមួយនឹង Tommy ការជួយ Tommy ដើម្បីអាចមានឱកាសគេចខ្លួនចាកចេញពីក្រុមរបស់អបេខេនតាមនុស្សបានពេលនេះគឺសសឹងតែជាគម្រោងការដែលត្រូវបានរៀបចំពីអបេខេនតាម្នាក់នោះតែប៉ុណ្ណោះហើយគោលបំណងដែលពួកគេធ្វើបែបនេះក៏ព្រោះតែពួកគេនឹងគឺចង់ឲ្យអបេ Tommy គឺមានទំនុកចិត្តនិងបានជឿជាក់ទៅកាន់វត្តមានរបស់ Snake Eye ដើម្បីឲ្យគេនឹងគឺនាំ Snake Eye ធ្វើដំណើរមកកាន់ទីតាំងនៃ Parashikage ដែលស្ថិតនៅក្នុងប្រទេសជប៉ុនមួយនេះដល់អបេខេនតាវានឹងគឺចង់ឲ្យ Snake Eye ធ្វើការលួចយកជាមួយនឹងត្បូងតំណាង Parashikage របស់ពួកគេតែត្រូវបានបន្សល់ទុកតាំងតែពីចំនួនបុព្វបុរសរបស់ពួកគេមកម្ល៉េះដោយត្បូងមនុស្សគឺមានឈ្មោះថា Jewel Anderson ហើយបើសិនណាជា Snake Eye នេះគឺអាចលួចយកជាមួយនឹងត្បូងមនុស្សបានសម្រេចដោយជោគជ័យអបេខេនតាក៏នឹងយល់ព្រមប្រាប់ទៅកាន់ Snake Eye អំពីសមាជិកពិតប្រាកដនៃឃាតករដែលបានធ្វើការសម្លាប់ទៅកាន់ឪពុករបស់ខ្លួនហើយជាការពិតណាស់ Snake Eye បើទោះបីជាបានដឹងថាការធ្វើបែបនេះវានេះគឺពិតជាមិនគប្បីជាមួយនឹង Tommy យ៉ាងណាក៏ដោយប៉ុន្តែដោយសារតែគំនុំនឹងការចងសងសឹកចំពោះការស្លាប់របស់ឪពុកខ្លួននោះ Snake Eye ក៏បានយល់ព្រមដើម្បីធ្វើការងារទាំងអស់នេះឲ្យអបេខេនតាផងដែរបន្ទាប់ពីនោះនៅពេលដែល Snake Eye គឺបានធ្វើដំណើរមកដល់ទីតាំងនៃ Parashikage មួយនេះគាត់នឹងក៏បានធ្វើការដើរពិនិត្យមើលនៅក្នុងបរិវេណនៃបកមនុស្សដើម្បីធ្វើការសង្កេតមើលអំពីទីតាំងណាដែលគួរសង្ស័យថាអាចជាកន្លែងលាក់ទុកនៅត្បូងព្រះអាទិត្យ Jewel Anderson មួយនោះហើយកំឡុងពេលនោះផងដែរ Snake Eye នឹងក៏បានជួបជាមួយនឹងវត្តមានរបស់ Tommy ដែលបន្ទាប់ពីពួកគេនឹងក៏បានធ្វើការសន្ទនាជាមួយនឹងគ្នាអមមួយសន្ទុះ Tommy គេនឹងក៏បាននិយាយទៅដល់រឿងប្រវត្តិពាក់ព័ន្ធជាមួយនឹងត្បូងព្រះអាទិត្យ Jewel Anderson មួយនោះដែលតាមដំណើរតរៀងមកក្នុងកំឡុងពេលរាប់ពាន់ឆ្នាំមុនក៏មានវត្តមាននៃសត្វនាគមួយគឺបានធ្វើដំណើរចុះមកលើផែនដីនិងបានផ្ដល់ឲ្យជាមួយនឹងត្បូងមួយដែលមានថាមពលពិសេសមានឈ្មោះថា Jewel Anderson ដើម្បីឲ្យទៅកាន់មនុស្សលោកជាអ្នកគ្រប់គ្រងនិងថែរក្សាបន្តប៉ុន្តែដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លារបស់ត្បូងមួយនេះបុព្វបុរសតាំងពីដំបូងនៃបកនិនចារាស៊ីកាហ្គេមួយនេះក៏បានធ្វើការស្បត់សច្ចាដើម្បីការពារនៅត្បូងមួយនេះមិនឲ្យធ្លាក់ទៅលើកណ្ដាប់ដៃនៃជនអាក្រក់នោះឡើយហើយពួកគេក៏មានច្បាប់ដ៏តឹងរ៉ឹងនៅក្នុងបកផងដែរគឺដាច់ខាតបញ្យុត្បូងព្រះអាទិត្យមួយនេះមកប្រើប្រាស់នោះឡើយមិនតែប៉ុណ្ណោះកូនសៅសម្ងាត់ដែលអាចចូលទៅកាន់បន្ទប់នៃកន្លែងរក្សាទុកត្បូងព្រះអាទិត្យមួយនោះវានឹងក៏ត្រូវការ DNA ឬក៏ឈាមអ្នកបន្តវេននៃ Parashikage មួយនេះដែលនេះនឹងក៏មានន័យថានៅក្នុងខណៈពេលនេះគឺមានតែ Tommy ជាមួយនឹងលោកយាយរបស់គេតែប៉ុណ្ណោះទើបអាចមានលទ្ធភាពនៅក្នុងការបើកសៅសម្ងាត់កន្លែងរក្សាទុកនៅត្បូងព្រះអាទិត្យមួយនោះបានហើយបន្ទាប់ពីនោះ Tommy នឹងក៏បានផ្ដល់ឲ្យជាមួយនឹងដាវនិនចាមួយទៅកាន់ Snake Eye ហើយដាវមនុស្សគឺមានឈ្មោះថា The Morning Light ឬក៏ពន្លឺពេលព្រឹកដែលវានឹងគឺជាដាវដែលមានសមត្ថភាពដ៏ខ្លាំងពូកែមិនធម្មតានោះឡើយក្រោយមកទៀត Tommy នឹងក៏បានរកឃើញថាតាមពិតអបេខេនតាមួយនេះនៅក្នុងកំឡុងពេលនេះគឺនៅតែមានវត្តមានស្នាក់នៅក្នុងទីតាំងនៃប្រទេសជប៉ុនមួយនេះនោះទេហើយមិនតែប៉ុណ្ណោះវានឹងក៏នៅតែប្រព្រឹត្តនៅរឿងរ៉ាវនៃអំពើខុសច្បាប់ជាច្រើននៅក្នុងទឹកដីនៃប្រទេសជប៉ុនដូចគ្នាហើយ Tommy ដែលសារតែបានដឹងបែបនេះក៏នឹងក៏មានបំណងធ្វើដំណើរទៅស្វែងរកវត្តមានរបស់អបេខេនតាដើម្បីធ្វើការចាត់ការសម្លាប់ទៅកាន់រូបគេតែម្ដងប៉ុន្តែភ្លាមនោះនារីម្នាក់ដែលមានឈ្មោះថាកេកូដែលជាមេទ័ពស្រីនៃ Parashikage មួយនេះគេនឹងក៏បានផ្ដល់ជាយោបល់មិនឲ្យ Tommy ចេញមុខនៅក្នុងការវាយប្រហារតាមចាប់ខ្លួនទៅកាន់អបេខេនតានោះឡើយដោយគេនឹងក៏មានបំណងចង់បញ្ជូននៅកូនចៅដែលជាក្រុមនិនចារបស់ពួកគេដើម្បីបំពេញនូវការ
ការងារមនុស្សជំនួសវិញហើយចំពោះ Tommy វិញបើទោះបីជាមានការនិយាយក្រៅរំលឹកពីសំណាក់ Akiko យ៉ាងណាក៏ដោយប៉ុន្តែជាមួយនឹងគំនុំនិងកំហឹងនៅក្នុងចិត្តរបស់គេនឹងគឺមិនយល់ព្រមធ្វើទៅតាមសំណើរបស់ Akiko នោះទេហើយដោយសារតែបែបនេះហើយនៅចុងក្រោយ Akiko ជាមួយនឹង Snake Eye ក៏បានសម្រេចចិត្តរួមដំណើរជាមួយនឹង Tommy ដើម្បីទៅកម្ចាត់ក្រុមរបស់ Kenta តែម្ដងបន្ទាប់ពីបានធ្វើដំណើរទៅដល់ពួកគេទាំង3នាក់នឹងក៏បានតប៉ាគ្នាជាមួយនឹងកូនចៅរបស់ Kenta ដែលពួកគេនឹងគឺសឹងតែជាអ្នកលេងដាវសាមរ៉ៃឬក៏ក្រុម Yakuza ជាដើមដែលនៅពេលនោះវានឹងក៏បានបង្កជាឈុតឆាកនៃការប្រយុទ្ធគ្នាដ៏ល្អមើលបំផុតមួយផងដែរ ហើយបន្ទាប់ពីបានចាត់ការទៅកាន់កូនចៅរបស់ Kenta ហើយនោះ Tommy នឹងក៏អាចមានការដើម្បីទៅតទល់គ្នាមួយស្មើជាមួយនឹង Kenta ប៉ុន្តែនៅក្នុងខណៈពេលនោះបន្ទាប់ពីពួកគេនឹងគឺបានធ្វើការប្រយុទ្ធតទល់ជាមួយនឹងគ្នាហើយនោះ Tommy គេនឹងក៏នៅតែមិនអាចមានលទ្ធភាពក្នុងការវាយប្រហារយកឈ្នះទៅលើ Kenta ម្នាក់នេះបាននោះឡើយហើយនៅទីបំផុត Kenta នឹងក៏អាចមានការគេខ្លួនចាក់ចេញអំពីទីតាំងមនុស្សបាត់ស្មោលហើយបន្ទាប់ពីបានធ្វើការប៉ះគ្នាជាមួយនឹងក្រុមរបស់ Kenta ហើយនោះពួកគេនឹងក៏បានទៅរកឃើញផងដែរថាបរិយាYakuzaរបស់ Kenta នេះក៏មានជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរអាវុធដ៏ធំមួយជាមួយនឹងក្រុមភេរវករដ៏ធំនិងមានភាពកាចសាហាវមួយដែលមានឈ្មោះថា Cobra ហើយ Tommy នៅពេលដែលគាត់បានលើបែបនេះក៏នឹងក៏បានធ្វើការតាក់ទងទៅកាន់សមាជិក G.I. Joe ម្នាក់ដែលមានឈ្មោះថា Scarlett ដើម្បីឲ្យនាងជាមួយនឹងក្រុម G.I. Joe យល់ព្រមសហការជាមួយនឹងពួកគេដើម្បីរារាំងជាមួយនឹងគម្រោងនៃផែនការរបស់ក្រុម Kenta ហើយចំណែក Akiko វិញគេនឹងក៏បាននិយាយបញ្យល់ប្រាប់ទៅកាន់ Snake Eye ផងដែរថាក្រុម G.I. Joe នេះពួកគេនឹងគឺជាក្រុមដ៏មានសមត្ថភាពនិងឥទ្ធិពលខ្លាំងបំផុតមួយដែលបានឈរនៅពីខាងក្រោយនិងធ្វើនៅការងារសម្ងាត់ជាច្រើនឲ្យក្រុមរដ្ឋាភិបាលនោះឯងហើយមិនតែប៉ុណ្ណោះគូសត្រូវដ៏ធំរបស់ក្រុម G.I. Joe នេះតាមពិតទៅពួកគេនឹងគឺជាក្រុមភេរវករ Cobra ដែលបានសហការគ្នាជាមួយនឹងក្រុមរបស់ Kenta នោះឯងហើយពួកវានឹងគឺមានគម្រោងការចង់នាំយកអាវុធទាំងអស់នោះដើម្បីបង្កជាភេរវកម្មនិងចលាចលនៅពីពេញពិភពលោកនោះឯងបន្ទាប់ពីនោះ Scarlett ដែលជាសមាជិកក្រុម G.I. Joe ក៏បានធ្វើការតាក់ទងប្រាប់មកកាន់ពួកគេថាក្នុងកំឡុងពេលនេះនារីម្នាក់ដែលមានឈ្មោះថា Baroness ដែលជាសមាជិកនៃក្រុមភេរវករ Cobra នេះក៏កំពុងតែមានវត្តមាននៅក្នុងប្រទេសជប៉ុនដូចគ្នាហើយដោយសារតែបែបនេះហើយ Scarlett ក៏មានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីចាប់ខ្លួនទៅកាន់វត្តមាននៃនារីម្នាក់នោះផងដែរចំណែក Snake Eye នៅពេលដែលបានដឹងព័ត៌មានបែបនេះក៏នឹងក៏បានបញ្ញាជិះម៉ូតូរបស់ខ្លួនយ៉ាងលឿនឆ្ពោះដំណើរចូលទៅកាន់ទីក្រុងដើម្បីស្កាត់ដំណើរស្វែងរកជួបជាមួយនឹងវត្តមានរបស់ Kenta ហើយនៅពេលនោះ Kiko ដោយសារតែមានការសង្ស័យអំពីសកម្មភាពរបស់ Snake Eye នាងក៏បានបញ្ញាធ្វើដំណើរជិះម៉ូតូយ៉ាងលឿនដេញទៅតាមពីខាងក្រោយ Snake Eye ដូចគ្នាបន្ទាប់មកក្នុងកំឡុងពេលនៃការធ្វើដំណើរនោះ Snake Eye នឹងក៏បានចាប់អារម្មណ៍ថាក្នុងខណៈពេលនេះគឺមានមនុស្សដែលបានលួចធ្វើដំណើរខ្លំមើលដេញតាមពីខាងក្រោយវត្តមានរបស់គាត់ដូចគ្នាហើយដោយសារតែបែបនេះហើយគាត់នឹងក៏បានធ្វើការបាត់ម៉ូតូទៅឆ្វេងទៅស្ដាំដើម្បីគេចចេញអំពីការតាមខ្លំមើលពីសំណាក់ Akiko បានសម្រេចរួចហើយ Snake Eye ក៏នឹងក៏បានធ្វើដំណើរស្កាត់ទៅជួបវត្តមានរបស់ Kenta និងបានដើរចុះទៅនិយាយដល់កំហឹងទៅកាន់គេថាក្នុងកំឡុងពេលនេះគាត់នឹងគឺបានសម្រេចចិត្តឈប់ធ្វើការងារឲ្យ Kenta នេះទៀតហើយក៏ព្រោះតែគាត់នឹងគឺបានដឹងថា Kenta នេះគឺបានចូលដៃចូលជើងជាមួយនឹងក្រុមភេរវករដើម្បីបំផ្លាញសុខសុវត្ថិភាពពិភពលោកនោះឯងព្រាមនោះក៏ស្រាប់តែវត្តមានរបស់ Baroness ដែលជាសមាជិកនៃក្រុម Cobra ក៏បានធ្វើដំណើរចូលមកដល់និងបាននិយាយប្រាប់ទៅកាន់ Snake Eye ផងដែរថាក្នុងកំឡុងពេលនេះបើសិនជា Snake Eye នឹងគឺមានបំណងចង់ដើរចាក់ចេញអំពីគម្រោងការនៃបេសកកម្មរបស់ពួកគេក៏នឹងយល់ព្រមដើម្បីអនុញ្ញាតឲ្យ Snake Eye ធ្វើទៅតាមបំណងរបស់ខ្លួនដូចគ្នាប៉ុន្តែបើសិនណាជា Snake Eye គឺមិនចង់ឲ្យគម្រោងការនៃការសងសឹកទៅលើឃាតករដែលបានសម្លាប់ឪពុកគេនោះក៏បានខ្លាចទៅជាអាសាបង់គេគឺត្រូវតែបន្តជាមួយនឹងបេសកកម្មជាមួយនឹងក្រុមរបស់ខ្លួនដើម្បីលួចយកត្បូងនាគរាជចេញពីបរាស៊ីកាហ្គេមកឲ្យពួកគេបានដោយហេតុផលក៏ព្រោះតែក្នុងកំឡុងពេលនេះពួកគេនឹងគឺបានធ្វើការចាប់ខ្លួនទៅកាន់ឃាតករដែលបានសម្លាប់ឪពុករបស់ Snake Eye បានសម្រេចហើយ Snake Eye ក្រោយពីបានលើបែបនេះបើទោះបីជាដឹងថាការងាររបស់ខ្លួននេះគឺជាទង្វើដ៏ខុសឆ្គងជាខ្លាំងបំផុតនោះប៉ុន្តែគាត់នឹងគឺគ្មានជំរឿននោះឡើយដើម្បីអាចសម្រេចបំណងនៃការសងសឹកចំពោះការស្លាប់ឪពុករបស់គាត់នោះឯងហើយនៅទីបំផុតគាត់នឹងក៏បានយល់ព្រមដើម្បីធ្វើការងារឲ្យ Kenta ជាមួយនឹង Baroness ជាបន្តពីនោះនៅពេលដែល Snake Eye នឹងក៏បានធ្វើដំណើរមកដល់ទីតាំងនៃបរាស៊ីកាហ្គេវិញគេក៏ត្រូវបានតម្រូវឲ្យឆ្លងកាត់ជាមួយនឹងវិញ្ញាសានៃការតេសាឡបងលើកទី2ដើម្បីឲ្យក្លាយជាសមាជិកពេញសិទ្ធិនៃបរាស៊ីកាហ្គេមួយនេះហើយការតេសាឡបងមួយនេះផងដែរ Snake Eye នឹងក៏ត្រូវបានប៉ះគ្នាជាមួយនឹងវត្តមាននៃបរិសម្នាក់ដែលមានឈ្មោះថា Blind Master ដែលគាត់នឹងក៏ជាប្រតិចាម្នាក់ដែលមានសមត្ថភាពដ៏ខ្លាំងពូកែនៅក្នុងបកមួយនេះផងដែរហើយ Blind Master គាត់នឹងក៏បានប្រាប់ទៅកាន់ Snake Eye ថាដំណាក់កាលនៃការតេសាឡបងលើកទី2នេះគឺតម្រូវឲ្យ Snake Eye ធ្វើការប្រឈមជាមួយនឹងសត្រូវដែលនៅក្នុងខ្លួនរបស់គេហើយបន្ទាប់ពីនោះ Snake Eye នឹងក៏បានធ្វើការសម័យទៅនឹកឃើញអំពីរឿងរ៉ាវដែលបានកើតឡើងកាលពីអតីតកាលអំពីការស្លាប់របស់ពុកខ្លួនក៏ដូចជាការវាយប្រហារពីសំណាក់ក្រុមឃាតករដែលបានធ្វើការដុតបំផ្លាញទៅកាន់ផ្ទះរបស់គាត់ហើយជាការពិតណាស់ដោយសារតែរឿងរ៉ាវទាំងអស់នេះហើយក៏បានបណ្ដា Snake Eye គឺមានគំនុំចង់សងសឹករហូតមកដល់ពេលបច្ចុប្បន្នកាត់មកដល់ក្នុងកំឡុងពេលព្រឹកឡើងការតេសាឡបងដំណាក់កាលទី3ក៏បានឈានចូលមកដល់ដោយការតេសាឡបងដំណាក់កាលទី3នេះ Blind Master នឹងក៏បានតម្រូវឲ្យ Snake Eye ធ្វើការលោតចូលទៅក្នុងទីតាំង
តាំងในโรงក្រោមដីមួយដើម្បីធ្វើការតេសាឡបងអំពីភាពបរិសុទ្ធនៅក្នុងចិត្តរបស់ខ្លួនហើយគាត់នឹងក៏បានបញ្ជាក់ផងដែរថាប្រសិនណាជា Snake Eye គឺមានចិត្តស្ងប់និងបរិសុទ្ធនោះច្បាស់ណាស់ថាគាត់នឹងគឺនឹងអាចមានជីវិតដើម្បីត្រឡប់មកវិញផងដែរតែប្រសិនណាជា Snake Eye គឺមិនមានភាពបរិសុទ្ធនៅក្នុងចិត្តរបស់គាត់ក៏នឹងអាចស្លាប់បាត់បង់ជីវិតនៅក្នុងកំឡុងការតេសាឡបងនេះផងដែរបន្ទាប់មកក្រោយពី Snake Eye នេះគឺបានចូលទៅដល់ទីតាំងនៃរោងក្រោមដីមនុស្សគាត់នឹងក៏បានទៅប្រទះគ្នាជាមួយនឹងវត្តមាននៃសត្វពស់យក្សចំនួន3ក្បាលដែលមានវត្តមាននៅក្នុងទីតាំងមនុស្សដែលពស់យក្សទាំង3នេះពួកគេនឹងគឺមិនមែនជាពស់យក្សធម្មតានោះឡើយប៉ុន្តែពួកគេនឹងគឺជាពស់យក្សដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនឹងមានវត្តមាននៅក្នុងទីតាំងមនុស្សដើម្បីធ្វើការតេសាឡបងអំពីបេះដូងបរិសុទ្ធនៅក្នុងខ្លួនរបស់ Snake Eye ហើយបន្ទាប់ពីពស់យក្សទាំង3នោះគឺបានធ្វើការវាជុំវិញវត្តមានរបស់ Snake Eye ពួកវាក៏បានឃើញផងដែរថា Snake Eye គេនឹងគឺមិនមែនជាមនុស្សដែលមានបេះដូងបរិសុទ្ធនោះឡើយហើយដោយសារតែបែបនេះហើយពស់យក្សទាំង3ក៏មានបំណងចង់ខំវាយប្រហារទៅកាន់ Snake Eye ប៉ុន្តែក៏ត្រូវបានគេនឹងប្រើប្រាស់សមត្ថភាពតខ្លួនដើម្បីកិច្ចចេញអំពីការវាយប្រហារពីសំណាក់សត្វពស់យក្សទាំង3ហើយបើទោះបីជាពីដំបូង Snake Eye នឹងគឺអាចមានលទ្ធភាពក្នុងការកិច្ចចេញពីការវាយប្រហារពីសំណាក់ពស់យក្សទាំង3នោះក៏ដោយប៉ុន្តែនៅចុងក្រោយគាត់នឹងគឺនៅតែត្រូវបានពស់យក្សទាំង3នោះគឺឡោមព័ទ្ធដើម្បីវាយប្រហារសម្រាប់ទៅកាន់គាត់ដដែលហើយចំណែក Akiko នៅពេលដែលបានឃើញថា Snake Eye នេះគឺកំពុងតែប្រឈមជាមួយនឹងគ្រោះថ្នាក់បែបនេះគេនឹងក៏បានសម្រេចចិត្តលោតចូលទៅខាងក្រោមដើម្បីជួយសង្គ្រោះវត្តមានរបស់ Snake Eye ហើយបន្ទាប់ពីបានប្រាប់ឲ្យ Snake Eye ធ្វើការចាក់ចេញអំពីទីតាំងមនុស្ស Akiko ក៏ត្រូវបានពស់យក្សទាំង3ធ្វើការឡោមព័ទ្ធទៅកាន់គាត់ដូចគ្នាប៉ុន្តែនៅពេលនោះដោយសារតែ Akiko គេនឹងគឺជាមនុស្សដែលមានបេះដូងបរិសុទ្ធនាងក៏មិនត្រូវបានពស់យក្សទាំង3នោះធ្វើការវាយប្រហារទៅកាន់នាងនោះឡើយហើយពួកវានឹងក៏បានធ្វើការវាយចាក់ចេញអំពីទីតាំងរបស់នាងបាត់ទៅហើយបន្ទាប់ពីការតេសាឡបងនៅលើកទី3មួយនេះគឺបានទទួលជាមួយនឹងបរាជ័យហើយនោះ Snake Eye ក៏បានធ្វើដំណើរទៅជួបជាមួយនឹងវត្តមានរបស់មេប៉ា Arashikage និងបាននិយាយប្រាប់អំពីការពិតគ្រប់យ៉ាងទៅកាន់ពួកគេដែលថាតាមពិតទៅគាត់នឹងគឺមិនមែនជាមនុស្សដែលមានបេះដូងបរិសុទ្ធអីនោះទេក៏ព្រោះតែក្នុងកំឡុងពេលនេះគាត់នឹងគឺមានគំនុំនៅក្នុងចិត្តជាខ្លាំងដែលជាការសងសឹកទៅកាន់បរិសម្នាក់ដែលបានធ្វើការសម្លាប់ទៅកាន់ឪពុកគាត់កាលពីពេលអតីតកាលហើយនៅពេលដែលបានលើ Snake Eye និយាយសារភាពអំពីរឿងរ៉ាវគ្រប់យ៉ាងទៅកាន់គាត់ហើយនោះលោក Jason ដែលជាមេប៉ា Arashikage គាត់នឹងក៏បាននិយាយសរសើរទៅកាន់ Snake Eye ដែលបានហ៊ាននិយាយសារភាពអំពីរឿងរ៉ាវគ្រប់យ៉ាងដែលបានលាក់ទុកនៅក្នុងចិត្តរបស់ខ្លួនហើយដោយសារតែភាពស្មោះត្រង់របស់ Snake Eye មួយនេះគាត់នឹងក៏បានសម្រេចចិត្តមិនធ្វើការសម្លាប់ទៅកាន់ Snake Eye នោះឡើយតែគ្រាន់តែបានធ្វើការបណ្ដេញគេឲ្យចេញអំពីបករបស់គាត់តែប៉ុណ្ណោះបន្ទាប់ពីនោះ Snake Eye នៅមុនពេលដែលធ្វើដំណើរចាក់ចេញអំពីបកមួយនេះគាត់នឹងក៏បានធ្វើដំណើរស្កាត់ទៅជួបវត្តមានរបស់ Tommy និងបាននិយាយសុំទោសទៅកាន់ Tommy តែគាត់នឹងក៏បានធ្វើឲ្យគេមានការខកចិត្តចំពោះគាត់បែបនេះហើយនៅពេលវេលាចុងក្រោយ Snake Eye នឹងក៏បានធ្វើការដកដៃរបស់គាត់ដើម្បីកាត់ដៃសម្រក់ឈាមជាការសុំទោសទៅកាន់ Tommy ខណៈពេលដែល Tommy វិញក៏បានធ្វើការឆោតដៃរបស់គាត់ដើម្បីសម្រក់ឈាមបង្ហាញជាការទទួលយកជាមួយនឹងការសុំទោសក៏ដូចជាបានស្បត់សច្ចាជាបងប្អូនជាមួយនឹង Snake Eye ផងដែរហើយបន្ទាប់ពីនោះយើងក៏បានឃើញអំពីរឿងរ៉ាវនៃការពិតគ្រប់យ៉ាងដែលថាការវះដៃសម្រក់ឈាមមួយនេះតាមពិតទៅវានឹងគឺជាគម្រោងនៃផែនការចុងក្រោយរបស់ Snake Eye តែប៉ុណ្ណោះដោយ Snake Eye គាត់នឹងគឺមានបំណងចង់យកឈាមរបស់ Tommy ដែលជាអ្នកស្នងតំណែងនៃប៉ា Arashikage មួយនេះនិងជាមនុស្សម្នាក់ដែលអាចមានលទ្ធភាពក្នុងការប្រើប្រាស់ DNA របស់ខ្លួនដើម្បីអាចបើកជាមួយនឹងបន្ទប់សម្ងាត់នៃការរក្សាទុកត្បូងអ្នកក្រីរបស់ពួកគេអាចនាំឲ្យគាត់មានឱកាសចូលទៅកាន់ទីតាំងនៅកន្លែងរក្សាទុកត្បូងមនុស្សបន្ទាប់ពីនោះ Snake Eye ក៏បានធ្វើការស្លៀកជាមួយនឹងឈុតសម្លៀកបំពាក់ជានិនចាពណ៌ខ្មៅរបស់គាត់និងបានធ្វើការបង្កប់ក្របបែកមួយចំនួនដើម្បីវាយប្រហារប្រព័ន្ធសុវត្ថិភាពនៅក្នុងទីតាំងនៃប៉ា Arashikage ហើយដោយសារតែបានដឹងថាមានមនុស្សក៏បានចូលមកវាយប្រហារប្រព័ន្ធសុវត្ថិភាពនៃប៉ារបស់ពួកគេក្រុមនិនចាទាំងអស់នៃប៉ាម្នេះក៏បានប្រញាប់ប្រញាល់ធ្វើដំណើរចេញទៅដើម្បីធ្វើការសង្កេតនិងឆែកឆេរស្វែងរកវត្តមាននៃឃាតករអាថ៌កំបាំងម្នាក់នោះចំណែក Tommy នៅពេលដែលបានទទួលដំណឹងថាមានវត្តមាននៃមនុស្សគឺបានចូលមកកាន់ទីតាំងនៃប៉ារបស់ពួកគេ Tommy ជាមួយនឹង Akiko ក៏បានធ្វើដំណើរទៅកាន់ទីតាំងនៅកន្លែងរក្សាទុកត្បូងទិព្វរបស់ប៉ាពួកគេហើយនៅពេលដែលបានឆែកឆេរនឹងឃើញថាត្បូងមួយនេះគឺមានសុវត្ថិភាពមិនមាននរណាម្នាក់គឺបានយកវាចេញអំពីទីតាំងនៃកន្លែងរក្សាទុកនោះ Tommy ជាមួយនឹង Akiko ក៏បានកក់ក្ដៅនៅក្នុងចិត្តនិងបានធ្វើដំណើរចាក់ចេញអំពីបន្ទប់សម្ងាត់មនុស្សបាត់ទៅព្រោះថានៅពេលដែលពួកគេនឹងក៏បានធ្វើដំណើរចាក់ចេញអំពីទីតាំងមនុស្សក៏ស្រាប់តែវត្តមានរបស់ Snake Eye ក៏បានធ្វើដំណើរចូលមកដល់និងបានប្រើប្រាស់ជាមួយនឹងឈាមដែលជា DNA របស់ Tommy ដើម្បីបើកធ្វើសម្ងាត់នៃកន្លែងរក្សាទុកត្បូងព្រះអាទិត្យមនុស្សហើយបន្ទាប់ពីនោះ Snake Eye នឹងក៏បានធ្វើការលួចយកវាចាក់ចេញអំពីទីតាំងនៃកន្លែងរក្សាទុកស្របពេលដែលវត្តមានរបស់ Akiko ក៏បានត្រឡប់មកវិញនិងបានឃើញអំពីវត្តមានរបស់ Snake Eye ដូចគ្នាហើយដោយសារតែបានឃើញថា Snake Eye នេះគឺជាមនុស្សអាក្រក់ដែលមានបំណងចង់លួចយកជាមួយនឹងវត្ថុទិព្វនៃត្បូងព្រះអាទិត្យរបស់ពួកគេចាក់ចេញ Akiko ក៏បានបើកការវាយប្រហារតទល់ជាមួយនឹង Snake Eye តែម្ដងប៉ុន្តែនៅពេលនោះនាងនឹងក៏ត្រូវបាន Snake Eye វាយប្រហារទៅកាន់នាង Idol និងបានបញ្ញាបញ្ញាគេខ្លួនចាក់ចេញអំពីទីតាំងមនុស្សជាមួយនឹងម៉ូតូរបស់គាត់បាត់ស្មោលហើយ Tommy នៅពេលដែលបានដឹងអំពីរឿងរ៉ាវនៃការពិតគ្រប់យ៉ាងគាត់នឹងក៏ពិតជាមានការខឹងសម្បារនិងខកចិត្តជាខ្លាំងចំពោះ Snake Eye ក៏ព្រោះតែគេនឹងគឺជាមនុស្សដែលគាត់ទុកចិត្តបំផុតប៉ុន្តែនៅក្នុងកំឡុងពេលនេះគេនឹងក៏បែរជា
បានបកក្បាលមកខាងគាត់បែបនេះហើយគាត់នឹងក៏បានធ្វើការដឹកនាំអាគីកូជាមួយនឹងក្រុមនិនចារបស់ពួកគេដើម្បីធ្វើដំណើរចេញទៅក្នុងគោលបំណងរារាំងអបាយកលរបស់ក្រុម Snake Eye និងធ្វើការដណ្ដើមយកត្បូងព្រះអាទិត្យរបស់ពួកគេត្រឡប់មកកាន់បករបស់ពួកគេវិញចំណែក Snake Eye នៅក្នុងកំឡុងពេលនេះគេនឹងក៏បានធ្វើដំណើរមកជួបជាមួយនឹងវត្តមានរបស់ Black Kenta ជាមួយនឹង Baroness និងបានធ្វើការប្រគល់ឲ្យជាមួយនឹងត្បូងព្រះអាទិត្យទៅកាន់ពួកគេជាថ្នូរនឹងការដោះដូរចំពោះឃាតករដែលបានសម្លាប់ឪពុករបស់ខ្លួននោះឯងហើយនៅពេលនោះ Black Kenta នៅពេលដែលវានឹងគឺបានទទួលត្បូងព្រះអាទិត្យដ៏មានអានុភាពខ្លាំងពូកែហើយនោះវានឹងក៏បានធ្វើការតេសាឡបងដែលបានធ្វើការដុតសម្លាប់ទៅកាន់វត្តមាននៃកូនចៅរបស់វាផងដែរហើយ Snake Eye ក៏នឹងក៏បានធ្វើដំណើរដើរចាក់ចេញអំពីទីតាំងមនុស្សនិងបានក៏លេចមកឃើញអំពីភាពកាចសាហាវរបស់ Black Kenta ដែលវានឹងក៏បានធ្វើឲ្យគាត់គឺមានអារម្មណ៍មិនល្អនៅក្នុងចិត្តនោះឡើយហើយនៅពេលដែលគាត់នឹងគឺបានធ្វើដំណើរទៅជួបជាមួយនឹង Black Kenta ដែលបានធ្វើការសម្លាប់ទៅកាន់ឪពុករបស់គាត់នោះគាត់នឹងក៏បានបង្ហាញជាមួយនឹងការខឹងសម្បាជាខ្លាំងនិងបានធ្វើការដកដាវមួយបំណងចង់សម្លាប់ទៅកាន់គេថែមទៀតផងហើយភ្លាមនោះមួយដែលជាឃាតករដែលបានសម្លាប់ឪពុករបស់ Snake Eye វានឹងក៏បាននិយាយសុំទោសនិងបានអង្វរគាត់ទៅកាន់ Snake Eye ក៏ដូចជាបានប្រាប់ទៅកាន់គាត់ថាតាមពិតទៅរឿងរ៉ាវគ្រប់យ៉ាងដែលគេបានធ្វើនេះគេនឹងគឺធ្វើទៅតាមបញ្ជាដែលថ្នាក់លើរបស់គេគឺបានបញ្ជាមកកាន់ខ្លួនតែប៉ុណ្ណោះហើយមនុស្សដែលបានធ្វើការបញ្ជាទៅកាន់គេឲ្យទៅសម្លាប់វត្តមាននៃឪពុករបស់ Snake Eye នោះតាមពិតទៅពួកគេនឹងគឺជាសមាជិកនៃបក Cobra ដែលជាភេរវករអន្តរជាតិតែ Snake Eye កំពុងតែធ្វើការងារឲ្យពួកគេនេះឯងហើយ Snake Eye នៅពេលដែលបានលើបែបនេះហើយគាត់នឹងក៏បានភាំងសមាធិនិងបានស្រឡាំងកាំងនៅក្នុងកំឡុងពេលនោះដូចគ្នាក៏ព្រោះតែគាត់នឹងគឺមិននឹកស្មាននោះឡើយថាមនុស្សដែលគាត់បានខិតខំប្រឹងប្រែងធ្វើការងារជាច្រើនឲ្យពួកគេនោះតាមពិតទៅគឺជាឃាតករដែលនៅពីខាងក្រោយនៃការសម្លាប់វត្តមាននៃឪពុករបស់គាត់នោះឯងហើយដោយសារតែបែបនេះហើយគាត់នឹងក៏បានសម្រេចចិត្តទុកជីវិតឲ្យបរិសុទ្ធដែលជាឃាតករម្នាក់នោះនឹងបានបញ្ញាជិះម៉ូតូរបស់គាត់ចាស់ចេញអំពីទីតាំងមនុស្សដើម្បីទៅស្វែងរកវត្តមានរបស់ Kenta ជាមួយនឹង Baroness ជាបន្តតែនៅក្នុងកំឡុងពេលនេះពួកគេនឹងក៏បានធ្វើដំណើរមកដល់ទីតាំងនៃបរាស៊ីកាកេនិងបានប្រើប្រាស់ជាមួយនឹងត្បូងវេទមន្តព្រះអាទិត្យដើម្បីធ្វើការវាយប្រហារចូលទៅកាន់ទីតាំងនៃបកមនុស្សចំណែក Snake Eye នៅវិញក្នុងកំឡុងពេលដែលគេគឺបានធ្វើដំណើរទៅកាន់ទីតាំងនៃបរាស៊ីកាកេគេនឹងក៏បានទៅប្រទះគ្នាជាមួយនឹងវត្តមានរបស់ Tommy ក៏ដូចជា Akiko ដែលបានធ្វើដំណើរមកវាយប្រហារទៅកាន់គេដូចគ្នាហើយមិនតែប៉ុណ្ណោះនៅក្នុងគណៈពេលនោះវត្តមាននៃក្រុម Yakuza ដែលជាកូនចៅរបស់ Black Kenta ពួកវានឹងក៏បានធ្វើដំណើរមកជាច្រើនដើម្បីវាយប្រហារសម្រាប់ទៅកាន់អ្នកទាំង3នាក់នោះផងដែរហើយកំឡុងពេលនៃការប្រយុទ្ធគ្នាតទល់ជាមួយនឹង Tommy Snake Eye នឹងក៏បានព្យាយាមនិយាយបញ្យល់ទៅកាន់ Tommy ផងដែរតែថានៅក្នុងកំឡុងពេលនេះគាត់នឹងក៏បានដឹងខុសហើយបន្ទាប់ពីគាត់បានដឹងអំពីរឿងរ៉ាវនៃការប្រគ្រប់យ៉ាងហើយគាត់ក៏បានស្នើសុំទៅកាន់ Tommy ដើម្បីឲ្យយល់ព្រមសហការគ្នាជាមួយនឹងគាត់ជាបន្តសន្សិនដើម្បីធ្វើដំណើរទៅជួយសង្គ្រោះបកអារ៉ាស៊ីកាកេរបស់ពួកគេហើយ Tommy នៅពេលនោះបើទោះបីជាគាត់នឹងគឺមានកំហឹងខឹងយ៉ាងខ្លាំងទៅកាន់វត្តមានរបស់ Snake Eye ប៉ុន្តែជាមួយនឹងបេសកកម្មធំដើម្បីធ្វើការជួយសង្គ្រោះទៅកាន់បករបស់ពួកគេគាត់ក៏បានយល់ព្រមជាមួយនឹងសំណើរបស់ Snake Eye ដើម្បីសហការគ្នាជាមួយនឹងគាត់តែម្ដងកលេសមកកាន់ទីតាំងនៃបកអារ៉ាស៊ីកាកេ Black Kenta ជាមួយនឹងកូនចៅរបស់ខ្លួនដែលមានត្បូងព្រះអាទិត្យដ៏មានឥទ្ធិពលនៅក្នុងដៃរបស់វានឹងក៏បានប្រើប្រាស់ជាមួយនឹងអនុភាពដ៏ខ្លាំងពូកែនៃត្បូងមនុស្សដើម្បីធ្វើការវាយប្រហារដុតកំទេចបំផ្លាញទៅកាន់ទីតាំងនៃបកអារ៉ាស៊ីកាកេមនុស្សហើយនៅពេលនោះផងដែរវានឹងក៏បានបញ្ជាកូនចៅរបស់វាជាច្រើនធ្វើការវាយប្រហារសម្រុកចូលទៅកាន់ទីតាំងនៃបកមនុស្សក៏ដូចជាបានបន្តទល់គ្នាជាមួយនឹងព្រឹទ្ធាចារ្យប្រមាណអ្នកដែលនៅក្នុងបកមនុស្សផងដែរប៉ុន្តែជាការពិតណាស់ដោយសារតែ Black Kenta នឹងគឺមានត្បូងព្រះអាទិត្យនៅក្នុងដៃវានឹងក៏មានឥទ្ធិពលនិងមានព្រាបទៅកាន់ពួកគេនឹងបានប្រើប្រាស់ត្បូងមួយនោះដើម្បីដុតបំផ្លាញទៅកាន់មនុស្សម្នាទាំងអស់ដែលមានវត្តមាននៅទីនោះផងដែរដែលស្របពេលជាមួយគ្នានោះផងដែរវត្តមានរបស់ Scarlet ក៏បានធ្វើដំណើរចូលមកដល់និងបានចូលរួមជាមួយនឹងបរាស៊ីកាកេដើម្បីតទល់ជាមួយនឹងកូនចៅរបស់ពួក Cobra ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយនៅទីបំផុតនេះនឹងក៏ត្រូវបានពួកគេធ្វើការចាប់ខ្លួនបានសម្រេចដូចគ្នាបន្ទាប់ពីនោះផងដែរ Baroness នឹងក៏បានធ្វើការនិយាយចរចាគ្នាជាមួយនឹង Black Kenta ដែលថាបើតាមការសន្យារបស់ពួកគេនៅពីដំបូងគឺក្រុម Cobra របស់នាងក៏នឹងធ្វើការជួយ support ពីខាងក្រៅទៅកាន់ក្រុម Yakuza របស់ Black Kenta ដើម្បីឲ្យវានឹងក៏អាចមានការចូលមកកាន់កាប់បរាស៊ីកាកេមួយនេះដែលវាគឺជាធ្នូនៃការដោះដូរឲ្យ Black Kenta ក៏យល់ព្រមប្រគល់នៅត្បូងធម្មពលព្រះអាទិត្យមនុស្សទៅកាន់ពួកគេនោះឯងហើយចំណែក Black Kenta វិញនៅក្នុងគណៈពេលនោះនៅពេលដែលវានឹងគឺបានទទួលជាមួយនឹងត្បូងធម្មពលព្រះអាទិត្យនៅក្នុងដៃរបស់វាបែបនេះវានឹងក៏គ្មានហេតុផលអីដើម្បីយល់ព្រមទៅតាមការសន្យារបស់ពួកវានោះឡើយហើយមិនតែប៉ុណ្ណោះវានឹងក៏បានវាយប្រហារទៅកាន់ Baroness ជាមួយនឹងបកពួកនៅក្រុម Cobra របស់ពួកគេក៏ដូចជាបានធ្វើការចាប់ខ្លួនទៅកាន់ពួកគេថែមទៀតផងហើយជាការពិតណាស់ដោយសារតែបែបនេះហើយ Baroness នឹងក៏បានធ្វើការនិយាយចរចាគ្នាជាមួយនឹង Scarlet ក៏ដូចជាលោកយាយសែនដែលជាមេបកអារ៉ាស៊ីកាកេដើម្បីធ្វើការសហការគ្នាមកសន្ទុះសិនក្នុងការវាយប្រហារតទល់ជាមួយនឹងក្រុមរបស់ Black Kenta មកនេះដែលបើទោះបីជាពួកគេនៅពីដំបូងគឺជាគូប្រជែងសត្រូវជាមួយនឹងគ្នាយ៉ាងណាក៏ដោយប៉ុន្តែនៅក្នុងកំឡុងពេលនេះពួកគេនឹងគឺត្រូវតែរួបរวมគ្នាដើម្បីធ្វើការទប់ទល់ជាមួយនឹងឥទ្ធិពលនៃក្រុមរបស់ Black Kenta ជាមុនសិនហើយបន្ទាប់ពីនោះទាំង Baroness Scarlet ក៏ដូចជាបកអារ៉ាស៊ីកាកេនិងវត្តមានរបស់ Akiko Tommy ក៏ដូចជា Snake Eye ផងនោះក៏បានធ្វើការមកជួបជុំគ្នាដើម្បីសហការគ្នាក្នុងការប្រយុទ្ធតទល់ដើម្បីវាយប្រហារទប់ស្កាត់ជាមួយពួក Yakuza របស់ Black Kenta
បន្ទាប់ពីនោះនៅពេលដែលពួកគេនេះក៏បានឃើញថាប៉ែកខេនតាគឺចង់ប្រើប្រាស់ឥទ្ធិពលនៃត្បូងព្រះអាទិត្យមួយនេះដើម្បីធ្វើការវាយប្រហារដុតសម្លាប់ទៅកាន់ពួកគេហើយនោះលោកយេសែនដែលជាព្រឹទ្ធាចារ្យដែលនៅទីនោះក៏ដូចជាមេប៉ាអារ៉ាស៊ីកាកេមួយនេះគាត់ក៏បានដកជើងជាមួយនឹងគ្រាប់បែកមួយដើម្បីធ្វើការគប់វាយប្រហារទៅកាន់ប៉ែកខេនតានិងបានធ្វើការចល័តចេញអំពីទីតាំងមនុស្សបើការវាយប្រហារតទៅជាមួយនឹងលោកគេតែម្ដងហើយមិនតែប៉ុណ្ណោះ Baronet ជាមួយនឹង Scarlet ពួកគេនេះក៏បានធ្វើការរញរទេះមួយដើម្បីឲ្យប៉ែកខេនតាប្រើប្រាស់ជំនួសធម្មពលនៃត្បូងព្រះអាទិត្យក្នុងការវាយប្រហារកំទេចទៅកាន់រទេះមនុស្សនិងបានប្រើប្រាស់រំសេវជាច្រើនដែលនៅលើរទេះមនុស្សធ្វើការបំទុះបំបាយឲ្យប៉ែកខេនតាជាមួយនឹងត្បូងព្រះអាទិត្យឲ្យចេញអំពីគ្នាហើយបន្ទាប់ពីនោះ Tommy នឹងក៏បានទៅរើសយកជាមួយនឹងត្បូងព្រះអាទិត្យមនុស្សនិងបានប្រើប្រាស់ធម្មពលដ៏ខ្លាំងពូកែនៃត្បូងមួយនេះដើម្បីមានបំណងចង់សម្លាប់ទៅកាន់ប៉ែកខេនតាប៉ុន្តែនៅពេលនោះជាសំណាងល្អប៉ែកខេនតាក៏អាចមានលទ្ធភាពគេខ្លួនចាក់ចេញអំពីទីតាំងមនុស្សបាត់ទៅហើយ Tommy ដែលសារតែគាត់គឺបានប្រើប្រាស់ឥទ្ធិពលនៃត្បូងធម្មពលនេះក្រីមួយនេះដើម្បីធ្វើការសម្លាប់ទៅកាន់ប៉ែកខេនតាមនុស្សនេះនឹងគឺមានន័យថាគាត់នឹងក៏បានខកអំពីដំណំនៃប៉មួយនេះបាត់ទៅហើយដោយសារតែបែបនេះហើយគាត់នឹងគឺមិនស័ក្តិសមខ្លាចតែជាអ្នកបន្តវេននិងស្នងតំណែងជាមេប៉អារ៉ាស៊ីកាកេមួយនេះទៀតនោះឡើយចំណែក Snake Eye នៅពេលដែលបានឃើញថាប៉ែកខេនតានេះក៏បានមានបំណងចង់រត់ចាក់ចេញអំពីទីតាំងមនុស្សគាត់នឹងក៏បានបញ្ញាធ្វើដំណើររត់ដេញទៅតាមពីខាងក្រោយនិងបានបាក់ការវាយប្រហារតទៅជាមួយនឹងប៉ែកខេនតានោះតែម្ដងហើយនៅពេលនោះផងដែរ Snake Eye នឹងក៏អាចមានការធ្វើការចាប់ទាញច្បាក់មួយដើម្បីចងភ្ជាប់ជើងរបស់ប៉ែកខេនតារួចហើយក៏បានទម្លាក់ខ្លួនទាំងពីរនាក់ចូលទៅកាន់ទីតាំងនៃរោងក្រមដីមនុស្សហើយនៅពេលនោះផងដែរសត្វពូជទាំង3ក្បាលនឹងក៏បានបង្ហាញវត្តមានរបស់វាចេញមកនិងបានធ្វើការវាយតឡោមព័ទ្ធវត្តមានរបស់ប៉ែកខេនតាដើម្បីមានបំណងចង់វាយប្រហារទៅកាន់គេហើយដោយសារតែប៉ែកខេនតាម្នាក់នេះគឺគ្មានបេះដូងបរិសុទ្ធសត្វពូមួយក្បាលក៏មានបំណងចង់ខំវាយប្រហារទៅកាន់រូបគេប៉ុន្តែវានឹងក៏ត្រូវបានខេនតាចាប់ទាញយកដាវកាត់ផ្ដាច់ក្បាលសម្រាប់ឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅប៉ុន្តែនៅចុងក្រោយខេនតាក៏ត្រូវបានសត្វពូទី2ធ្វើការខំសម្លាប់ឲ្យស្លាប់បាត់បង់ជីវិតដូចគ្នាចំណែក Snake Eye នៅក្នុងកំឡុងពេលនេះគាត់នឹងក៏បានដោះស្រាយអំពីរឿងរ៉ាវនៃគំនុំក្នុងចិត្តរបស់គាត់ហើយនោះដូច្នេះហើយនៅពេលនេះក៏មានន័យថា Snake Eye គឺបានខ្លាចទៅជាមនុស្សដែលមានបេះដូងបរិសុទ្ធដូចគ្នាហើយដោយសារតែបែបនេះហើយសត្វពូដែលមានវត្តមាននៅទីនោះពួកវានឹងក៏មិនបានធ្វើការវាយប្រហារទៅកាន់ Snake Eye ទៀតនោះឡើយហើយបន្ទាប់ពីរឿងរ៉ាវនៃភាពវឹកវរគ្រប់យ៉ាងគឺត្រូវបានបញ្ចប់ហើយនោះបងព្រះអាទិត្យក៏ត្រូវបានពួកគេធ្វើការដាក់តម្កល់នៅក្នុងទីតាំងនៃបន្ទប់សុវត្ថិភាពក្នុងប៉ារ៉ាស៊ីកាកេវិញហើយដោយសារតែ Tommy នេះក៏បានខកអំពីវិន័យប៉ាដែលបានប្រើប្រាស់ត្បូងធម្មពលមនុស្សក្នុងការបញ្ជាឲ្យវាសម្លាប់ទៅកាន់មនុស្សហើយនោះលោកយេសែនដែលជាមេប៉ាក៏បានធ្វើការដកសិទ្ធិរបស់គាត់មិនឲ្យខ្លាចទៅជាអ្នកស្នងតំណែងជាមេប៉ាបន្ទាប់ពីគាត់ទៀតនោះឡើយហើយនៅពេលដែលបានលើបែបនេះហើយ Tommy គេនឹងក៏បានបង្ហាញជាមួយនឹងការខឹងសម្បាជាខ្លាំងនិងថែមទាំងបានទម្លាក់កំហុសអំពីរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងនេះថាវានឹងគឺជាកំហុសរបស់ Snake Eye នោះឯងហើយដោយសារតែបែបនេះហើយវានឹងក៏បានបណ្ដាលទំនាក់ទំនងរបស់ Snake Eye ជាមួយនឹង Tommy គឺបានដើរទៅដល់ផ្លូវបញ្ចប់ដូចគ្នាហើយបន្ទាប់ពីនោះយើងនឹងក៏បានឃើញផងដែរតែក្នុងកំឡុងពេលដែល Tommy នេះក៏បានអង្គុយនៅលើយន្តហោះជាមួយនឹងអារម្មណ៍សោកសៅនៅក្នុងចិត្តរបស់គាត់ជាខ្លាំងភ្លាមវត្តមានរបស់ Baronet ដែលជាសមាជិកនៃក្រុម Cobra ក៏បានធ្វើដំណើរដល់ចូលមកដល់និងបាននិយាយបញ្ចុះបញ្ចូលទៅកាន់ Tommy ដើម្បីឲ្យយល់ព្រមចូលរួមជាមួយនឹងក្រុមរបស់ពួកគេហើយដោយសារតែកំហឹងនិងគំនុំនៅក្នុងចិត្តរបស់គាត់ជាខ្លាំងនោះ Tommy ក៏បានសម្រេចចិត្តយល់ព្រមចូលរួមជាមួយនឹង Baronet ដើម្បីក្លាយទៅជាសមាជិកនៃក្រុមប៉ា Cobra របស់ពួកគេហើយគាត់ក៏បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី Tommy មកជា Storm Shadow ចំណែក Snake Eye នៅវិញក្នុងកំឡុងពេលនេះគេនឹងក៏ត្រូវបាន Scarlet ធ្វើដំណើរដល់ចូលមកជួបនិងបានបង្ហាញអំពីផុសតាងនៃការប្រកបយ៉ាងទៅកាន់ Snake Eye ផងដែរដែលថាតាមពិតទៅឪពុករបស់គេកាលពីអតីតកាលក៏ជាសមាជិកនៃក្រុម GI Joe ដូចជាពួកគេដូចគ្នាហើយដោយសារតែបែបនេះហើយទៅបានបណ្ដាលគាត់ខ្លាចជាគោលដៅនៃការតាមប្រមាញ់សម្លាប់ពីសំណាក់ក្រុម Cobra នោះឯងចំណែក Snake Eye វិញនៅពេលដែលបានលើកបែបនេះហើយគេនឹងក៏បានឆ្លើយបដិសេធជាមួយនឹង Scarlet នោះឡើយប៉ុន្តែគេក៏បាននិយាយប្រាប់ទៅកាន់ Scarlet ផងដែរថានៅមុនពេលដែលគេនឹងគឺយល់ព្រមចូលរួមជាមួយនឹងក្រុមរបស់ Scarlet គេក៏មានរឿងរ៉ាវមួយចំនួនដើម្បីដោះស្រាយជាបន្ទាន់ជាមួយនឹង Tommy ដូចគ្នាហើយនៅចុងក្រោយ Snake Eye ក៏បានធ្វើដំណើរចាក់ចេញជាមួយនឹងឈុត Ninja ដ៏លយរបស់គេមួយដែលវានឹងគឺជាកាដូដែលបានផ្ដល់ឲ្យពីសំណាក់វត្តមានរបស់ Akiko ហើយគេក៏បានចាក់ចេញជាមួយនឹងម៉ូតូរបស់ខ្លួនដើម្បីទៅស្វែងរកវត្តមានរបស់ Tommy ហើយនៅចុងក្រោយខ្សែភាពយន្ត Snake Eye មួយនេះក៏បានកាត់បញ្ចប់ទៅត្រឹមនេះផងដែរបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង Subscribe បង្កាន់ Channel មួយនេះម្នាក់មួយផងហើយធ្វើបែបនេះដើម្បីឲ្យវីដេអូរបស់ខ្ញុំធ្វើការចូលទៅកាន់ទូរស័ព្ទដៃរបស់លោកអ្នកនៅពេលដែលខ្ញុំធ្វើការ upload វីដេអូជាបន្តទៀតដូចគ្នា